យកទៅលក់តែត្រូវម្ចាស់គេចាប់បានផ្ដល់ដំណឹងមកម្ដាយបានដឹងរឿងម្ដាយក៏ទៅលួសកូនយកមកផ្ទះវិញហើយបានស្ដីបន្ទោសឲ្យព្រមទាំងបាននិយាយថាបើនឹងកាត់កាលឯងចោលឈប់ឲ្យនៅផ្ទះជាមួយទៀតហើយព្រោះតែណែនាំមិនស្ដាប់លុះដល់ព្រឹកថ្ងៃទី25កញ្ញា2015ឪពុកម្ដាយបានចេញទៅផ្សារស្ទឹងបាត់ស្រាប់តែបរិះរូបនេះបានយកសាំងចាក់ដុតផ្ទះឆេះខ្ទេចទាំងពីរខ្នងដោយគិតទាំងសម្ភារៈលក់ដូរនៅក្នុងមានគ្រឿងចាប់ហួយនិងគ្រឿងសង្ហារិមមួយចំនួនធំដែលគិតជាទឹកប្រាក់មានទំហំជាង$60,000សហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ត្រីជេតវ៉ាន់នីស្នងការរងនៃស្នងការឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាបរិះដែលមានសតិមិនល្អដែលដុតផ្ទះខ្លួនឯងខាងលើនេះកន្លងមកនគរបាលធ្លាប់បានធ្វើការឃាត់ខ្លួនចំនួន2ដងមកហើយពីបទបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនិងដើរលួចបែបនេះក្រោយពីឃាត់ខ្លួនចំនួន2លើករួចមកសមត្ថកិច្ចក៏រកឃើញថាជាមនុស្សសតិមិនល្អសមត្ថកិច្ចក៏ប្រគល់ជននោះទៅឲ្យឪពុកម្ដាយគ្រប់គ្រងវិញប៉ុន្តែមិនដឹងជាយ៉ាងម៉េចឪពុកម្ដាយបណ្ដោយឲ្យកូនដុតផ្ទះបាននៅពេលដែលជននេះមានសតិមិនល្អខាងលើបានបញ្ជូនមកកាន់តុលាការហើយបាទឥឡូវនេះមិនដឹងជាបន្ទោសគាត់ថាម៉េចបើគាត់សតិគាត់មិនល្អអញ្ចឹងបាទមានន័យថាឈួតមានន័យថាមិនគ្រប់លក្ខណៈចា៎ដល់អញ្ចឹងទៅការគិតរបស់គាត់វាអត់ដូចអ្នកដទៃទេឥឡូវនេះបន្ទោសគាត់ថាម៉េចបើអញ្ចឹងហើយអ្នកដែលគាត់មានបញ្ហាសតិអញ្ចឹងលោកបន្តថានៅពេលដែលគាត់មានកំហឹងឬមួយក៏មានបញ្ហាអីមួយកើតឡើងឬគាត់ធ្វើខុសអីប្រសិនបើយើងជាអាណាព្យាបាលឬមួយក៏ជាសាច់ញាតិបងប្អូនយើងបន្ទោសគាត់បន្ថែមណាកាន់តែខ្លាំងចានឹងកាន់តែខ្លាំងហើយគាត់អាចធ្វើរឿងផ្សេងដែលយើងនឹកស្មានអត់ដល់ណាជួនកាលទាញកបិតឬមួយក៏ដឹកផ្ទះនៅក្នុងព័ត៌មាននេះអញ្ចឹងប្រសិនបើមានរឿងអីអញ្ចឹងដូចថាគាត់ទាមទារទៅបីគាត់ធ្វើខុសប៉ុណ្ណាប៉ុន្តែទាមទារមានការលងលោមផ្អែមល្ហែមអាចនឹងចិត្តត្រជាក់ដែរបាទអ្វីដែលគួរឲ្យសោកស្ដាយនឹងអាណត្តិអធមបំផុតនោះគឺឪពុកម្ដាយគាត់គាត់មានកូនប្រភេទបែបអញ្ចឹងណានឹងធម្មតាឪពុកម្ដាយមិនដាច់ចិត្តពីកូនចង់ឲ្យកូនល្អការនិយាយស្ដីបន្ទោសនេះគឺគំរាមកុំឲ្យវាទៅធ្វើអីផ្ដេសផ្ដាសដល់អ្នកដទៃព្រោះគេចាប់បានគេវាយគេដំគេចាប់ដាក់គុកដាក់ច្រវាក់ទៅយើងជាឪពុកម្ដាយនឹងឃើញគេវាយកូនអញ្ចឹងតើទឹកចិត្តនឹងយ៉ាងម៉េចបាទអញ្ចឹងហើយបានជាគាត់ខ្លាចហ្នឹងបាទគាត់អប់រំថាកុំឲ្យទៅលួចគូលួចអីរបស់គេអញ្ចឹងតែប្រយ័ត្នគេចាប់បានអាហ្នឹងរឿងហើយតែកូននេះមិនគឺគិតពីសន្តានចិត្តរបស់ឪពុកម្ដាយអញ្ចឹងណាទៅជាគេធ្វើអីស្អីទៅគេក៏មកចេះស្ដីឲ្យស្អីផងកាត់កាលគេចេញទៀតលែងទទួលស្គាល់ជាកូនទៀតអាហ្នឹងលែងឲ្យនៅផ្ទះអញ្ចឹងបាទអត់ឲ្យនៅផ្ទះដុតផ្ទះហ្នឹងហ្មងឥឡូវដល់ពុកម្ដាយហ្នឹងឥឡូវដល់ទៅផ្សារដុតផ្ទះចោលហ្មងបាទនឹងបានថានេះគឺជាជាទុកជាប់លើទុកនេះកូននឹងមានបញ្ហាអញ្ចឹងហើយបែរទៅជាវាដុតផ្ទះបំផ្លាញអស់ទៀតបាទនឹងបង្កើននូវភាពក្រីក្រដោយសារតែកូនវាមានបញ្ហាសតិមិនល្អចា៎មិនដឹងជាគាត់មានសតិនឹងពីកំណើតមកឬក៏គាត់បែកថ្នាំឬក៏យ៉ាងម៉េចបានជាខ្លាចទៅជាអញ្ចឹងលោកបន្តថាតាមការស្រាវជ្រាវចុងក្រោយយើងគេថាស្ត្រីដែលមានផ្ទៃពោះនៅពេលដែលម្លងគាត់មានផ្ទៃពោះតែគាត់កើតជំងឺស្អូចចាក៏អាចបណ្ដាលឲ្យកូននឹងមានសតិមិនគ្រប់ដែរចាប៉ុន្តែការពីសម័យកាលមុនគឺប្រហែលឆ្នាំ20-30ឆ្នាំមុននេះគឺគេអត់ទាន់បានរកឃើញទេក៏ប៉ុន្តែគេធ្វើការសិក្សាស្រាវជ្រាវទៅគឺឃើញថាអញ្ចឹងដល់ពេលរហូតមកដល់ពេលបច្ចុប្បន្នប្រសិនបើម្លងពេលដែលមានផ្ទៃពោះដូចថាមានកើតស្អូចណានៅពេលដែលមានផ្ទៃពោះ3-4ខែកើតស្អូចគឺគេទាមទារឲ្យយកកូននឹងចេញតែម្ដងបាទនឹងតែមានបញ្ហាដែរចាមានបញ្ហាដល់ខួរក្បាលតែម្ដងព្រោះថាគេឆ្ងល់ដែរព្រោះថាអ្នកដែលមានបញ្ហាសតិនៅពេលដែលយកគាត់ទៅទទួលការពិនិត្យព្យាបាលដូចអត់មានរោគសញ្ញាអីទាំងអស់ចាអញ្ចឹងធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការស្រាវជ្រាវបន្តរហូតដល់រកឃើញថាអ្នកដែលស្ត្រីដែលមានផ្ទៃពោះគឺអំឡុងពេលគាត់មានផ្ទៃពោះគាត់កើតស្អូចអញ្ចឹងកូនគាត់កើតមកគឺបែបហ្នឹងបាទចាបើសិនជាមានកូនបែបនេះគ្រួសារនឹងគឺវេទនាណាចាវេទនាហ្មងនិយាយទៅគឺគាត់ធ្វើអីក៏មិនកើតគាត់ខ្លាចតែកូននឹងវាធ្វើអីផ្ដេសផ្ដាសទៅប៉ះពៀទៅលើអ្នកដទៃចឹងអ្នកដទៃគេមិនទ្រាំដូចពុកម្ដាយបាទតែប៉ះគេប៉ះវិញហើយ
វាបាក់អញ្ចឹងហើយធ្វើអីដល់គ្មានការគិតពិចារណាពួកគាត់តែគាត់អត់គ្រប់ហើយគាត់ដូចជាមិនជាមនុស្សយើងធម្មតាទៅហើយអញ្ចឹងការគិតរបស់គាត់វាខុសពីអ្នកដទៃគិតហ្នឹងអញ្ចឹងវាមានបញ្ហាកើតឡើងចាអរគុណយើងបន្តទៅកាន់ព័ត៌មានមួយទៀតគឺសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលគេចខ្លួនបានជាង1ឆ្នាំពាក់ព័ន្ធទៅនឹងករណីជួញដូរនិងចែកចាយគ្រឿងញៀនជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនតាមដីការបស់សាលាដំបងខេត្តបន្ទាប់ពីជនសង្ស័យបានគេចខ្លួនអស់រយៈពេលជាង1ឆ្នាំពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ការចាប់ខ្លួននេះគឺធ្វើឡើងកាលពីវេលាម៉ោង 11 ព្រឹកថ្ងៃទី25 ខែកញ្ញាឆ្នាំ 2015 នៅភូមិទី 1 សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនគឺបានឲ្យដឹងថាតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការសាលាដំបងខេត្តកំពង់ឆ្នាំងដែលចេញដោយចៅក្រមស៊ើបសួរស៊ុនសំអោកបានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះអែមសំភ័សហៅបុយភេទប្រុសអាយុ24 ឆ្នាំរស់នៅភូមិ3សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់កាលពីថ្ងៃទី 2 ខែឧសភាឆ្នាំ 2014 សមត្ថកិច្ចបានបន្ថែមទៀតថាជនដែលត្រូវចោទខាងលើនេះគឺបានធ្វើសកម្មភាពជួញដូរចែកចាយនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ហើយជនសង្ស័យបានគេចខ្លួនបាត់ជាង1ឆ្នាំទៅហើយទើបតែថ្មីនេះមានវត្តមានចូលភូមិស្រុកវិញនិងបានចាប់ផ្ដើមធ្វើសកម្មភាពដដែលហើយប្រជាពលរដ្ឋក៏បានរាយការណ៍ឲ្យសមត្ថកិច្ចចាប់តែម្ដងក្រោយពីធ្វើការចាប់ខ្លួនសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនគឺបានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីបាទទៅមួយឆ្នាំដល់គិតថារួចខ្លួនដល់មើលចាហើយបើគាត់មកវិញហើយក៏មកចឹងណាចាគិតខ្លួនទៅសំងំធម្មតាកុំសូវជាបញ្ហាធ្ងន់ធ្ងរគឺនៅតែបន្តមុខរបរចែកចាយទៅដែរចាដល់ពេលអញ្ចឹងសំណុំរឿងថ្មីក៏មានអាចារ្យនឹងក៏មានជាប់តែម្ដងគាត់គិតថាសមត្ថកិច្ចភ្លេចហើយយូរហើយមួយឆ្នាំមកតែជាភ្លេចហើយចាបាទអត់មានភ្លេចទេ10ឆ្នាំផុតពី10ឆ្នាំទៅអីមកបានថាវាអស់អញ្ញាធិការនៃច្បាប់ណាចាបាទអញ្ចឹងប្រហែលជាគាត់គិតចឹងហើយគិតថារួចខ្លួនហើយក៏អីអ្នកដែលប្រព្រឹត្តល្មើសហើយរត់ចោលស្រុកចាទៅហើយចូលមកវិញជាប់ចូលវិញជាប់ព្រោះគាត់មិនអាចទៅផុតរហូតណាគាត់វិលគាត់មកវិញដដែលហ្នឹងចាវានឹកស្រុកនឹកពុកម្ដាយគាត់មានពុកម្ដាយដែរណាមានបងប្អូនដែរណាចាអញ្ចឹងអត់បាននៅយូរទេតែវិលចូលមកវិញប្រឡំសង្ងំចូលមកវិញតែច្បាប់នោះគឺនៅចាំតែសង្គ្រប់យកទេចាព្រោះមានដេកាមានអីចាំចាប់ខ្លួនហើយសំឡងមើលក្នុងដៃរឿងហើយសាវតាជាតិរបស់ជនសង្ស័យនឹងមានអស់ហើយអញ្ចឹងនៅក្នុងដៃរបស់សមត្ថកិច្ចទោះបីជាគាត់ទៅដល់ណាក៏មានទោសជាប់នឹងខ្លួនទៅជាមួយដល់រហូតហ្នឹងចាហើយមិនដែលមានស្រឡះខ្លួនមិនដែលមានស្រឡះអារម្មណ៍ដូចអ្នកដែលអត់ប្រព្រឹត្តល្មើសណាជួយតែភ័យរហូតចាតែឃើញសមត្ថកិច្ចនៅតែពីក្រោយរហូតចាដល់ថ្ងៃណាចាប់ដើមសម័យណាដល់ថ្ងៃណាពលីមកចាប់នៅតែភ័យរហូតហ្នឹងមានអីហ្នឹងហើយគេថាអ្នកដែលប្រព្រឹត្តខុសហ្នឹងបាបកម្មហ្នឹងហៅថាបាបកម្មនិយាយតាមធម៌ព្រះវិញគេថាបាបកម្មហើយហ្នឹងចាបាបកម្មមិនបាច់ទៅដល់ជាតិណាទេត្រូវមានបញ្ហាតាជាតិនឹងតែម្ដងមិនបាច់ទៅដល់ជាតិក្រោយទេបើដល់ធ្វើអំពើខុសឆ្គងមួយនោះដេកក៏មិនសុខដើរក៏មិនសុខចាអង្គុយក៏មិនសុខគឺធ្វើណាក៏អត់ល្អទេវាថាក្នុងអារម្មណ៍វាបាបកម្មនេះជាប់នៅក្នុងអារម្មណ៍នឹងរហូតចានឹងថាយើងកុំព្យាយាមធ្វើអ្វីដែលប៉ះពាល់ដល់អ្នកដទៃធ្វើល្អជាងបាទធ្វើល្អទៅកុំព្យាយាមធ្វើអាក្រក់តែធ្វើអាក្រក់បានអាក្រក់ហើយចាឲ្យខ្វះអីមុខរបរមកកណោឃើញថាបច្ចុប្បន្នទីផ្សារការងារគឺមានច្រើនណាមុខរបររកស៊ីមិនថាធ្វើការមិនថារកស៊ីបន្តិចតួចដាក់តែអាទៀងលក់កាហ្វេឬលក់អីមួយហ្នឹងក៏ធ្វើអ្នកអាចថាចាំខ្លួនបានរស់ស្រួលដែរចាជាយើងទៅប្រកបរបរគ្រឿងញៀនរបរខុសច្បាប់តែអត់ដឹងមិនថាមនុស្សគឺជួយចិត្តទៅធ្វើអីខុសច្បាប់មកជួយចិត្តឲ្យរបៀបរកស៊ីឲ្យមានលឿនណាលឿនទៅវិញក៏លឿនដែរចាវាថាមិនមែនថាធ្វើអាក្រក់បានលុយបើធ្វើល្អបានល្អធ្វើអាក្រក់បានលុយទេអានឹងខុសហើយធ្វើអាក្រក់នោះទៅគឺជាប់ហើយចាអរគុណឥឡូវយើងបន្តទៅព័ត៌មានមួយទៀតបាទគឺសមត្ថកិច្ចខាត់ខ្លួនចោលលួចមាន់ចំនួន5នាក់មកអប់រំ
លួចយកទៅខ្លែងទេលួចយកដុតទេបើជនសង្ស័យ5នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនចាប់ឃាត់ខ្លួនខណៈពួកគេលួចមាន់មួយក្បាលយកទៅនាំគ្នាកាប់ខ្លែងស្រាមែនថាមែននៅផ្ទះរបស់ខ្លួនពេលនោះម្ចាស់ក៏មកតាមទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដងក្នុងចំណងជើងដាក់5នាក់លួចមាន់តែមួយក្បាលទេចា៎ចែកគ្នាអត់គ្រាន់ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 25 ខែកញ្ញា 2015 នៅចំណុចភូមិប៉ាហ៊ីជើងសង្កាត់ប៉ៃលិនក្រុងប៉ៃលិនប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះគង់ច័ន្ទភេទប្រុសអាយុ 29 ឆ្នាំទី 2 ឈ្មោះស៊ូរ៉ុំភេទប្រុសអាយុ 33 ឆ្នាំទី 3 ឈ្មោះសយវុឌ្ឍភេទប្រុសអាយុ 30 ឆ្នាំទី 4 ឈ្មោះលក់ប្រុសអាយុ 19 ឆ្នាំនិងទី 5 ឈ្មោះកែវយ៉ាវភេទប្រុសអាយុ 30 ឆ្នាំទាំងអស់គ្នាជាកម្មកររស់នៅភូមិកើតហេតុខាងលើចំណែកម្ចាស់មាន់ឈ្មោះយុះចាន់នីភេទប្រុសអាយុ 51 ឆ្នាំមានប្រពន្ធឈ្មោះគង់សុខេងអាយុ 50 ឆ្នាំជាកសិកររស់នៅភូមិវត្តសង្កាត់ប៉ៃលិនក្រុងប៉ៃលិនប្រភពពីម្ចាស់ឈ្មោះយុះចន្ទធីបានចាន់នេះបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យទាំង4នាក់ក្នុងចំណោម5នាក់ខាងលើបានទៅបងត្រីនៅក្នុងស្រះមួយក្បែរផ្ទះរបស់គាត់តាំងពីព្រឹករហូតដល់វេលាម៉ោង 12 ថ្ងៃត្រង់ស្រាប់តែនាំគ្នាដេញចាប់មាន់របស់គាត់ហើយពេលនោះមានក្មេងម្នាក់បានរត់ទៅប្រាប់គាត់ថាពួកគេខាងលើនោះនាំជាអ្នកចាប់យកទៅផ្ទះបាត់ហើយគាត់បន្តថាក្រោយមកគាត់ក៏ប្រញាប់ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលស្នងការខេត្តឲ្យធ្វើការឃាត់ខ្លួនខណៈពួកគេកំពុងតែយកមាន់ទៅកាប់ស៊ីតែម្ដងបាទចិត្តឆ្អិនហ្នឹងទៅចាស់ទៅកំពុងដុតបាទលួចមាន់មួយក្បាលគ្នា5នាក់លួចមាន់អ្នកស្រុកមួយក្បាលយកទៅអាំងខ្លែមស្រាយកទៅធ្វើម្ហូបខ្លែមចូលបើចង់ខ្លែមអញ្ចឹងមិនបានមិនទិញគាត់ទៅមិនសុំគាត់ទៅអាចថាបើនិយាយស្រួលប្រហែលជាគាត់អនុញ្ញាតឲ្យចាឬក៏ទិញក្នុងតម្លៃណាមួយអញ្ចឹងទៅហើយហៅគាត់ចាស់មកហ្នឹងទៅខ្លែមដែរទៅនឹងអត់អីទេចាដល់ទៅពេលយករបស់គាត់អញ្ចឹងករណីលួចទេតែករណីលួចវាខុសច្បាប់ចាបីថាមន់មួយក្បាលត្រីងៀតមកកតុយក៏ដែរតែពាក្យថាលួចគឺខុសហើយបាទអញ្ចឹងយើងកុំលួចយើងសុំឬក៏យើងទិញគាត់ទៅចាបាទចង់ចំណេញមួយទៀតដូចថាយើងមានវិយាណាយើងមានវិយាយើងមានស្រាសឬអីចឹងទៅនៅតាមទីជនបទយើងប្រមូលគាត់វិញមួយគាត់ទៅចាឥឡូវបងឯងចេញមាន់មួយមកយើងមានទឹកហីប៉ុន្តែធ្វើម៉េចកុំឲ្យវាមានបញ្ហាកុំឲ្យតែផឹកស្បឹងឲ្យឆ្លោះគ្នាកាប់គ្នាបាយគ្នាទៅជារឿងមួយទៀតបើពិសាក៏ពិសាទៅកុំឲ្យបើកបពិសាក៏ពិសាទៅកុំឲ្យមានរឿងដល់តែពិសាហើយណាមើលមុខគឺរឿងហ្មងហ្នឹងវាទៅអញ្ចឹងកន្លងមកធ្លាប់កើតមានអញ្ចឹងបាទចេះតែមានហ្មងមកក្បាលសោះឲ្យមានទោសដល់ខ្លួនហ្នឹងចិត្តប្រជុំផងចិត្តប្រជុំណាបាទចិត្តប្រជុំហើយនិយាយប្រជុំអញ្ចឹងចង់និយាយបន្តិចថាថ្ងៃនេះគេសែនចិនថ្ងៃចាថ្ងៃនេះគេសែនខែនំលោកខែបាទសែនចិនសែនលោកខែជាប់បងប្អូនជាប់ខ្សែស្រឡាយចិនហ្នឹងគេសែនហើយអញ្ចឹងមាន់ជូកទាត្រីបន្លែផ្កាអីផ្សេងនឹងគ្រឿងទៀនធូបអីហ្នឹងគឺថាត្រូវតាន់ហើយផ្កាអីហ្នឹងប៉ុន្តែអ្វីដែលយើងចង់និយាយគឺថាសូមឲ្យបងប្អូនប្រយ័ត្នប្រយែងរឿងគ្រោះទីភ័យបាទធម្មតាយើងច្បាស់ជាមានប្រកាប់ភ្លើងច្បាស់ជាមានដាក់ជាក្រាមហ្គាសដើម្បីធ្វើម្ហូបអាហារសែនហើយកុងម៉ាអីអុចទៀនធូបនៅលើកន្លែងកុងម៉ាហ្នឹងគឺថាសូមឲ្យមានការប្រយ័ត្នប្រយែងជាទីបំផុតមុននឹងចេញគឺថាចេញពីផ្ទះត្រូវតែចាំឲ្យធូបឲ្យទៀននឹងអស់សិនឬក៏ពលុតឲ្យគ្រប់សពទាំងអស់បាទបិទបរ៉ែតឲ្យគ្រប់ទាំងអស់បានសំចេញពីផ្ទះតែអញ្ចឹងទេបញ្ហាកើតឡើងហើយបាទគឺគ្រោះអគ្គិភ័យចា៎យើងដឹងហើយនៅតាំងពីដើមខែ9មកនេះគ្រោះអគ្គិភ័យកើតឡើងគួរឲ្យខ្លាចនៅក្នុងរាជធានីភ្នំពេញទោះបីជាមានភ្លៀងធ្លាក់ជាប់ជាប្រចាំយ៉ាងណាក៏ដោយក៏គ្រោះអគ្គិភ័យកើតមានឡើងហើយកើតមានឡើងនេះគឺដោយករណីនៅក្លឹបមួយបាទ
នៅឃីក្លឹបចាចាំងរ៉ែស្លាប់រហូតដល់5នាក់បាទបងប្អូនទៅគិតមើលមានធម្មតាទេចារបួសមកកណោអ្នកទៀតហ្នឹងហ្នឹងហើយគឺថាបណ្ដាលមកពីការធ្វើប្រហែសការមិនយកចិត្តទុកដាក់នៅក្នុងការពារនៅគូអគ្គិភ័យនេះចាហើយបើលោកមិនថានិយាយដល់ថ្ងៃហ្នឹងថ្ងៃសែនចិនចឹងស្អែកថ្ងៃអីស្អែកចូលដល់ខែខ្មែរម្ដងហើយនេះពិធីបុណ្យកាន់បិណ្ឌចាចាប់ដើម1ថ្ងៃទី1បាទថ្ងៃច័ន្ទស្អែកនេះគឺថ្ងៃបិណ្ឌទី1ហើយបិណ្ឌ1ហើយចឹងបងប្អូនខ្ញុំជឿថាច្បាស់ជាមានការត្រៀមរៀបចំហើយចាអ្នកខ្លះក៏ទៅវត្តជិតទៅអ្នកខ្លះក៏ទៅវត្តឆ្ងាយទៅអញ្ចឹងអាចថាទោះបីជាក្រខ្សត់បាទបាយមួយវែកសណ្ដែកមួយគួរយ៉ាងណាក៏ដោយក៏ត្រូវទៅវត្តឲ្យបានដែរចាក្នុងរដូវជុំអ្នកខ្លះធ្វើបាន7វត្តក៏បាន2 3វត្តអញ្ចឹងទៅចាហើយនៅក្នុងឱកាសបុណ្យភ្ជុំក៏មិនភ្លេចនៅវត្តមាននំសមដែរបាទឃើញថាមានច្រើននំប្រពៃណីចានំសមនំគមនំបត់នំអីនោះគឺសិតតែជានំប្រពៃណីរបស់ជាតិយើងអញ្ចឹងអត់ចោលនំនេះតំណាងឲ្យភោគផលកសិកម្មរបស់យើងដែលប្រជាកសិករយើងខិតខំបង្កបង្កើនផលមកគឺយើងធ្វើនេះនំជាច្រើនណាដែលនំខ្មែរយើងច្រើនប្រភេទរហូតដល់អ្នកខ្លះអត់នឹងចេះផងអត់ទាំងស្គាល់នឹងធ្វើមិនផងចាចឹងដល់សាលានេះវិញកន្លងមកធ្លាប់បានបង្កើតនៅពិព័រណ៍នំពិព័រណ៍នំល្អណាស់បាទដើម្បីរំលឹកឲ្យកូនខ្មែរយើងដឹងថានំខ្មែរគឺមានអីខ្លះបាទចាអរគុណយើងសូមសម្រាប់មកផ្លេចចឹងបាទ